សួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះផងដែរអ្នកគ្រូមកប្រាប់នៅមេរៀនគីមីក៏ដូចជាមុខវិជ្ជាគីមីដែលគេធ្លាប់ចេញប្រឡងបាត់រូបឆ្នាំចាស់ៗអញ្ចឹងចំពោះមេរៀននៅក្នុងមុខវិជ្ជាគីមីហ្នឹងដែលគេធ្លាប់ចេញឆ្នាំចាស់ៗហ្នឹងគឺមានចំនួន7មេរៀនដែលយើងឃើញមានឆ្នាំចាស់ៗហ្នឹងគឺចេញតាក់ទងជាមួយនឹង7មេរៀនហ្នឹងដូចគ្នាដែរចឹងចំពោះមេរៀនគីមួយហ្នឹងគឺទៅលើល្បឿនបដិកម្មគីមីដែលនៅក្នុងមេរៀនល្បឿនបដិកម្មគីមីហ្នឹងគឺគេអាចចេញតាក់ទងជាមួយនឹងការហៅល្បឿនមធ្យមបំបត្តិក៏ដូចជាល្បឿនមធ្យមកំណរអញ្ចឹងបងអូនត្រូវស្គាល់ថាល្បឿនមធ្យមបំបត្តិគេប្រើរូបមន្តម៉េចល្បឿនមធ្យមកំណររូបមន្តម៉េចហើយជាទូទៅគឺគេអាចឲ្យជាកំហាប់អាចឲ្យជារយៈពេលអញ្ចឹងគឺបងអូនតើបងអូនស្គាល់រូបមន្តវាបានបងអូនអាចអនុវត្តទៅទាញហៅល្បឿនមធ្យមរបស់វាបានហើយនឹងមួយទៀតគឺការទាញហៅល្បឿនមធ្យមតាមតំណែងមកដើម្បីទាញទៅហៅល្បឿនគឺបងអូនត្រូវចេះដូចគ្នាដែរហើយចំពោះមេរៀនទី2ហ្នឹងគឺកត្តាជាឥទ្ធិពលលើល្បឿនបដិកម្មអញ្ចឹងមេរៀនកត្តាជាឥទ្ធិពលហ្នឹងគឺភាគច្រើនលំហាត់វាគឺចេញផ្សំជាមួយនឹងល្បឿនបដិកម្មទេអាចនឹងគេសួរថាល្បឿនលឿនឬក៏យឺតអីអញ្ចឹងទៅគេអាចនឹងសួរក្នុងករណីផ្សេងៗគ្នាអញ្ចឹងត្រូវបងអូនត្រូវចេះតាក់ទងមួយកត្តាទាំង4យ៉ាងដែលជាឥទ្ធិពលទៅលើល្បឿនបដិកម្មនេះគ្នាដែរហើយចំពោះមេរៀនទី3ហ្នឹងគឺសមាសធាតុនៅក្នុង solution ទឹកអញ្ចឹងមេរៀនសមាសធាតុនៅក្នុង solution ទឹកអ្វីដែលបងអូនត្រូវចេះគឺសមាសធាតុរលាយក្នុងទឹកសមាសធាតុមិនរលាយក្នុងទឹកគឺបងអូនត្រូវស្គាល់ភាពរូបវាជាចាំបាច់ហើយនឹងដើម្បីទៅសេសមីការ3សន្តានព្រោះនៅក្នុងមេរៀនហ្នឹងគឺភាគច្រើនតាក់ទងជាមួយនឹងសមីការ3សន្តានហើយនឹងមួយទៀតគឺទាញទៅរកម៉ាស់កកក៏ដូចជាម៉ាស់នៃផលិតផលអីចឹងទៅអញ្ចឹងបងអូនត្រូវចេះរូបមន្តម៉ាស់ក៏ដូចជារូបមន្តកំហាប់អីចឹងគឺបងអូនត្រូវចេះរូបមន្តគ្រឹះទាំងអស់ហ្នឹងដូចគ្នាដែរចំពោះមេរៀនទី4ហ្នឹងគឺ solution ទឹកនិង pH អញ្ចឹងមេរៀន solution ទឹកនិង pH គឺបងអូនត្រូវស្គាល់ mono acid ស្គាល់ D acid ស្គាល់ mono base ស្គាល់ D base ព្រោះជាទូទៅគឺគេចង់រក pH ឬក៏រកកំហាប់អ៊ីដ្រូញូមអីហ្នឹងអញ្ចឹងគឺបងអូនត្រូវស្គាល់mono acid mono base ឬក៏ D acid D base អីហ្នឹងឯងដើម្បីទៅទាញរកកំហាប់ទាំងអស់ហ្នឹងក៏ដូចជាទាញទៅរក pH បានហើយចំពោះមេរៀនទី5គឺមេរៀនអត្រាកម្មអញ្ចឹងនៅក្នុងមេរៀនអត្រាកម្មហ្នឹងវាស្តៀងជាមួយនឹង solution ទឹកនិង pH ដែរទេគឺបងអូនត្រូវចេះក៏ដូចជាបងអូនត្រូវស្គាល់ mono acid mono base D acid D base ហើយនឹងមួយទៀតគឺជាទូទៅគឺគេតែងទៅរក pH ល្បាយនៅក្នុងអត្រាកម្មអញ្ចឹងដើម្បីទៅរក pH ល្បាយបងអូនត្រូវស្គាល់ថាដើម្បីទៅរក pH ល្បាយហ្នឹងគឺបងអូនត្រូវស្គាល់ធម្មជាតិនៃ solution សិនអញ្ចឹងបងអូនត្រូវទៅមើលឡើងវិញថាដើម្បីកំណត់ធម្មជាតិនៃ solution ហ្នឹងគឺគេត្រូវរករបៀបម៉េចហើយដើម្បីទៅរក pH ល្បាយហ្នឹងគឺបងអូនត្រូវរករបៀបម៉េចនិងមួយទៀតមៀតថែមអញ្ចឹងឧទាហរណ៍ថាករណីសល់អីយើងត្រូវថែមអីអញ្ចឹងបងអូនត្រូវចេះរូបមន្តមៀតថែមនឹងដូចគ្នាហើយចំពោះមេរៀនទី6ហ្នឹងគឺលំនឹងអាស៊ីតបាសនិងអំបិលអញ្ចឹងចំពោះនៅក្នុងមេរៀនហ្នឹងដែរគឺភាគច្រើនគឺយើងសិក្សាទៅលើអាស៊ីតខ្សោយបាសខ្សោយដូចជាលបាយនៃអាស៊ីតខ្សោយឬក៏អំបិលរបស់វាអីហ្នឹងអញ្ចឹងភាគច្រើនគឺគេចង់រកការ A ការ B ឬក៏ alpha B អញ្ចឹងបងអូនត្រូវស្គាល់រូបមន្តទាំងអស់ហ្នឹងដូចគ្នាដែរហើយចំពោះមេរៀនទី7គឺសរីរាង្គអញ្ចឹងនៅក្នុងមេរៀនសរីរាង្គហ្នឹងគឺវាអាចចេញមានអេស្ទែអាមីនអាមីតអីអញ្ចឹងទៅដែលនៅក្នុងមេរៀនទាំងអស់ហ្នឹងគឺគេអាចតាក់ទងជាមួយនឹងចំហេះដូចអេស្ទែគឺអាចតាក់ទងជាមួយនឹងសមីការចំហេះហើយគេឲ្យកំណត់រូបមន្តម៉ូលេគុលចំពោះអាមីនអាមីតគឺអាចមានជាតាក់ទងជាមួយនឹងការឲ្យកំណត់រូបមន្តម៉ូលេគុលគេឲ្យភាគរយវាមកអីចឹងទៅអញ្ចឹងបងអូនត្រូវចេះទៅរកលំហាត់ក៏ដូចជាដោះស្រាយនៅចំណុចទាំងអស់ហ្នឹងដូចគ្នាដែរចាហើយតាក់ទងមួយវីដេអូហ្នឹងគឺអ្នកគ្រូមានតែប៉ុណ្្នឹងទេសូមអរគុណច្រើន